ដំណើរក្រេបទឹកឃ្មុំគួរតែជាពេលវេលាដ៏មានក្តីសុខបំផុតសម្រាប់គូស្នេហ៍ថ្មីថ្មោងប៉ុន្តែសម្រាប់រឿងរ៉ាវពិតដែលបានកើតឡើងកាលពីខែឧសភាឆ្នាំ2025មួយនេះវាបានคล้ายជាការចាប់ផ្ដើមនៃសោកនាដកម្មដ៏គួរឲ្យរន្ធត់ចិត្តទៅវិញគ្រាន់តែរៀបការបាន2-3ថ្ងៃប្តីប្រពន្ធថ្មីថ្មោងមួយគូបានធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅតំបន់ភ្នំដ៏ស្រស់ស្អាតនៃរដ្ឋមេហាឡៃរូបថតនៃថ្ងៃការរបស់ពួកគេនៅមានជាប់នៅលើ status WhatsApp របស់សាច់ញាតិនៅឡើយទេប៉ុន្តែមិនដល់មួយសប្តាហ៍ផងខាងប្រុសត្រូវបានគេប្រទះឃើញជាសាកសពនៅក្នុងជ្រលងភ្នំជម្រៅរាប់រយហ្វីតចំណែកឯខាងស្រីបានបាត់ខ្លួនដោយអាថ៌កំបាំងដំបូងឡើយគ្រប់គ្នាគិតថាវាជាគ្រោះថ្នាក់ចៃដន្យប៉ុន្តែផ្អែកលើរបាយការណ៍ស៊ើបអង្កេតនិងភស្តុតាងវិទ្យាសាស្ត្ររបស់ប៉ូលីសវាមិនមែនជាគ្រោះថ្នាក់ចៃដន្យឡើយរបាំងមុខនៃក្តីស្រឡាញ់ត្រូវបានបកអាក្រាតជាមួយនឹងអាថ៌កំបាំងដែលគ្មាននរណាធ្លាប់នឹកស្មានដល់តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដសូមមកតាមដានសាច់រឿងទាំងស្រុងតាមលំដាប់លំដោយពេលវេលាជាមួយខ្ញុំទាំងអស់គ្នាដើម្បីយល់ច្បាស់ពីឫសគល់នៃរឿងរ៉ាវមួយនេះយើងត្រូវត្រឡប់ទៅកាន់ចំណុចចាប់ផ្ដើមនៃជីវិតរបស់តួអង្គសំខាន់ទាំងពីរនាក់ពួកគេមានឈ្មោះថារាជារ៉ាហ៊ូវ៉ាន់ស៊ីនិងសូណាមរ៉ាហ៊ូវ៉ាន់ស៊ីដែលអ្នកទាំងពីររស់នៅក្នុងទីក្រុងឥណ្ឌូរដ្ឋមេត្យាប្រទេសប្រទេសឥណ្ឌាដូចគ្នាខាងប្រុសគឺរាជារ៉ាហ៊ូវ៉ាន់ស៊ីកើតនៅក្នុងឆ្នាំ1996នៅក្នុងគ្រួសារអភិជនដ៏មានមុខមាត់ម្ដាយរបស់គាត់មានឈ្មោះថាយូម៉ារ៉ាហ៊ូវ៉ាន់ស៊ីនិងឪពុកមានឈ្មោះថាអាស៊ុករ៉ាហ៊ូវ៉ាន់ស៊ីគ្រួសាររបស់រាជាមានមុខរបរជាអាជីវកម្មដឹកជញ្ជូនដ៏ធំមួយនៅក្នុងក្រុងក្រោយរៀនចប់រាជាបានចូលមកជួយការងារនិងទទួលខុសត្រូវលើអាជីវកម្មរបស់គ្រួសារភ្លាមៗហើយគាត់បានមើលការខុសត្រូវបានយ៉ាងល្អរហូតធ្វើឲ្យអាជីវកម្មកាន់តែរីកចម្រើនងាកមកមើលខាងស្រីគឺសូណាមរ៉ាហ៊ូវ៉ាន់ស៊ីវិញគ្រួសាររបស់នាងមានដើមកំណើតមកពីរដ្ឋយូតាប្រាដេសប៉ុន្តែឪពុករបស់នាងគឺលោកដេវីស៊ីងរ៉ាហ៊ូវ៉ាន់ស៊ីបានផ្លាស់ប្ដូរទីលំនៅមករស់នៅក្នុងទីក្រុងឥណ្ឌូដើម្បីរកស៊ីចាប់ផ្ដើមពីមុខរបរតូចតាចរហូតដល់បើករោងចក្រឈើក្តារបន្ទះដែលធ្វើឲ្យគ្រួសាររបស់នាងមានភាពរីកចម្រើនបានយ៉ាងលឿនក្លាយជាគ្រួសារសេដ្ឋីលំដាប់លុយរាប់លានក្នុងប្រទេសឥណ្ឌាសូណាមមានបងប្រុសម្នាក់ឈ្មោះហ្គូវេនដាទោះបីជានាងរៀនមិនសូវពូកែតែនាងយល់ដឹងលឿនខាងជំនួញទើបឪពុកផ្ដល់តួនាទីឲ្យនាងធ្វើជាប្រធានផ្នែក HR នៅក្នុងក្រុមហ៊ុនឈើក្តារបន្ទះរបស់គ្រួសារដោយសារតែរាជានិងសូណាមមកពីគ្រួសារអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំដូចគ្នាឪពុកម្ដាយទាំងសងខាងក៏ចាប់ផ្ដើមគិតគូរពីរឿងគូស្រករឲ្យកូនពួកគេបានយកប្រវត្តិរូបរបស់កូនទៅចុះឈ្មោះនៅក្នុងសៀវភៅណែនាំគូស្រកររបស់សហគមន៍ដែលជាកន្លែងសម្រាប់អាណាព្យាបាលស្វែងរកគូស្រករឲ្យកូនចៅនៅក្នុងឱកាសពិធីបុណ្យប្រពៃណីមួយគ្រួសារទាំងសងខាងបានឃើញប្រវត្តិរូបគ្នាទៅវិញទៅមកជាលើកដំបូងក្រោយពីបានជជែកពិភាក្សាគ្នាត្រូវរើហើយពិធីភ្ជាប់ពាក្យដ៏ធំមួយត្រូវបានធ្វើឡើងនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2025ក្រោយពីថ្ងៃភ្ជាប់ពាក្យនោះមកពួកគេចាប់ផ្ដើមទំនាក់ទំនងគ្នាតាមទូរស័ព្ទដើម្បីស្វែងយល់ចិត្តគ្នារហូតដល់ថ្ងៃទី11ខែឧសភាឆ្នាំ2025ពិធីរៀបការដ៏អធិកអធមនិងធំដុំបំផុតរបស់រាជានិងសូណាមត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងឥណ្ឌូទៅតាមប្រពៃណីព្រហ្មញ្ញសាសនាភ្ញៀវកិត្តិយសនិងសាច់ញាតិបានមកចូលរួមយ៉ាងច្រើនកុះករគ្រួសារខាងប្រុសបានផ្ដល់គ្រឿងអលង្ការមាសទៅឲ្យសូណាមដែលមានតម្លៃសរុបប្រហែល16លានរូពីគ្រប់គ្នាគិតថានេះជាអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះនិងពោពេញដោយសុភមង្គលក្រោយមង្គលការចប់រាជាបាននាំសូណាមមកស្នាក់នៅក្នុងផ្ទះរបស់ខ្លួនក្នុងថ្ងៃដំបូងសូណាមបានបង្ហាញអត្តចរិតជាកូនប្រសារដ៏ល្អរស់នៅចុះសម្រុងជាមួយសមាជិកគ្រួសារទាំងអស់រហូតដល់គ្រប់គ្នាពេញចិត្តនិងសរសើរនាងមិនដាច់ពីមាត់ប៉ុន្តែមានរឿងមួយដែលសមាជិកគ្រួសារបានចាប់អារម្មណ៍គឺសូណាមហាក់ដូចជាចូលចិត្តចុចហើយវក់នឹងទូរស័ព្ទដៃរបស់នាងខ្លាំងណាស់ទោះបីជាយ៉ាងណាគ្រប់គ្នាមិនបានគិតគូរវែងឆ្ងាយឡើយ
ព្រោះយល់ថានាងប្រហែលជានឹកម្ដាយឬសាច់ញាតិនៅផ្ទះចាស់ប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថានៅពីក្រោយស្នាមញញឹមទាំងនេះផែនការដ៏ខ្មៅងងឹតមួយកំពុងតែចាប់ផ្ដើមពន្លកឡើងជាបណ្ដាហើយក្រោយពីពិធីរៀបការដ៏អធិកអធមបានបញ្ចប់ទៅតាមទម្លាប់គឺដល់ពេលដែលគូស្នេហ៍ថ្មីថ្មោងត្រូវធ្វើដំណើរទៅក្រេបទឹកឃ្មុំដើម្បីសាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនៅក្នុងចិត្តរបស់រាជាគឺគាត់មានក្តីរំភើបនិងមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតជីវិតប្តីប្រពន្ធគាត់បានរៀបចំគម្រោងចង់នាំប្រពន្ធទៅដើរលេងកម្សាន្តនៅក្នុងតំបន់កាស្មីរដែលជាកន្លែងដ៏ផ្អែមល្ហែមនិងមានប្រជាប្រិយភាពនិងជាកន្លែងដែលគាត់ប្រាថ្នាចង់ទៅជាយូរណាស់មកហើយប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលសូណាមជាប្រពន្ធបែរជាលើកឡើងពីគំនិតចង់ទៅលេងនៅរដ្ឋមេហាឡ័យវិញដំបូងឡើយរាជាបានប្រកែកបន្តិចបន្តួចព្រោះចិត្តរបស់គាត់គឺចង់ទៅលេងកាស្មីរខ្លាំងជាងប៉ុន្តែសូណាមនៅតែទទូចរកលេសនិងបង្ខំសុំទៅមេហាឡ័យឲ្យខាន់តែបានដោយសារតែស្រឡាញ់និងចង់តាមចិត្តប្រពន្ធថ្មីថ្មោងរាជាក៏បានយល់ព្រមតាមការចង់បានរបស់នាងដោយមិនបានដឹងខ្លួនទាល់តែសោះថានេះគឺជាការដើរចូលទៅក្នុងអន្ទាក់ដែលគេបានរៀបចំទុកជាមុនបន្ទាប់ពីរាជាព្រមព្រៀងហើយសូណាមគឺជាអ្នករៀបចំចាត់ចែងកក់សម្បត្តិយន្តហោះទៅកាន់ទីក្រុងស៊ីឡុងដោយខ្លួនឯងទាំងអស់អ្វីដែលជាមន្ទិលនិងគួរឲ្យសង្ស័យខ្លាំងនោះគឺនៅមុនពេលចេញដំណើរសូណាមបានប្រមូលយកគ្រឿងអលង្ការមាសទាំងអស់ដែលទទួលបានពីថ្ងៃមង្គលការរួមទាំងខ្សែកមាសនិងចិញ្ចៀនរបស់រាជាមករក្សាទុកតាមខ្លួនទាំងអស់នៅថ្ងៃទី20ខែឧសភាឆ្នាំ2025ដំណើរក្រេបទឹកឃ្មុំក៏បានចាប់ផ្ដើមឡើងពួកគេទាំងពីរនាក់បានជិះយន្តហោះចាក់ចេញពីទីក្រុងឥណ្ឌូឆ្ពោះទៅកាន់ទីក្រុងហ្គូវ៉ាហាទីដោយឆ្លងកាត់ទីក្រុងបេងហ្គាលូរូនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី21ខែឧសភាពួកគេបានធ្វើដំណើរទៅដល់ទីក្រុងស៊ីឡុងហើយបានចូលស្នាក់នៅក្នុងផ្ទះសំណាក់បាឡាជីនៅក្នុងអំឡុងពេលនោះពួកគេក៏បានធ្វើដំណើរទៅបន់ស្រន់និងទស្សនានៅប្រាសាទនានាផងដែរមើលពីខាងក្រៅគ្រប់យ៉ាងគឺធម្មតានិងពោពេញដោយក្តីសុខខ្លាំងណាស់ពួកគេទាំងពីរនាក់បានបង្ហោះរូបថតដើរលេងនៅលើបណ្ដាញសង្គមយ៉ាងរស់រវើកលុះដល់ថ្ងៃទី22ខែឧសភាពួកគេបានទៅជួលម៉ូតូមួយគ្រឿងពីក្រុមហ៊ុនជួលម៉ូតូនៅក្នុងទីក្រុងស៊ីឡុងដើម្បីបើកបរដើរលេងកម្សាន្តទៅកាន់តំបន់ស៊ូរ៉ានិងឆេរ៉ាប៉ុនជីនៅក្នុងដំណើរកម្សាន្តនេះពួកគេមានហ្គាយក្នុងតំបន់ម្នាក់ជួយនាំផ្លូវហើយនៅពេលយប់ពួកគេបានចូលស្នាក់នៅក្នុងផ្ទះសំណាក់នៅព្រឹកបន្ទាប់ពួកគេបានបន្តដំណើរទៅមើលស្ពានធម្មជាតិដ៏ល្បីល្បាញដោយបានថតរូបយ៉ាងច្រើននិងបង្ហោះលើបណ្ដាញសង្គមដែលមើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ប៉ុន្តែពេលវេលាដែលផ្លាស់ប្ដូរវាសនារបស់ពួកគេទាំងស្រុងបានឈានចូលមកដល់ថ្ងៃទី23ខែឧសភាឆ្នាំ2025នៅម៉ោងប្រហែល 5:30 នាទីព្រឹករាជានិងសូណាមបានចាក់ចេញពីផ្ទះសំណាក់ដើម្បីឆ្ពោះទៅកាន់តំបន់ទឹកធ្លាក់វ៉ៃសាវដុងដែលជាតំបន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតក៏ប៉ុន្តែវាក៏ជាកន្លែងដ៏ដាច់ស្រយាលនិងស្ងាត់ជ្រងំផងដែរដើម្បីទៅដល់ទឹកធ្លាក់នោះពួកគេត្រូវដើរចុះជណ្ដើរភ្នំដ៏ចោតប្រហែល 3000 កាំនៅក្នុងអំឡុងពេលដើរភ្នំនោះនៅម៉ោងប្រហែល 12:30 នាទីថ្ងៃត្រង់សូណាមបានប្រើទូរស័ព្ទដៃខលទៅរកម្ដាយក្មេករបស់នាងគឺលោកស្រីយូម៉ារ៉ាហ៊ូវ៉ាន់ស៊ីនាងបាននិយាយរៀបរាប់ប្រាប់ម្ដាយក្មេកថាពួកគេទាំងពីរកំពុងតែដើរភ្នំទៅលេងទឹកធ្លាក់ហើយនាងមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ព្រោះតែថ្ងៃនេះនាងត្រូវកាន់សិលមិនបានទទួលទានអាហារអ្វីឡើយម្ដាយក្មេកក៏បានប្រាប់ឲ្យនាងមើលថែសុខភាពខ្លួនឯងឲ្យល្អរួចក៏បិទទូរស័ព្ទទៅបន្ទាប់មកទៀតនៅម៉ោងប្រហែល 1:43 នាទីរសៀលសូណាមបានបន្តទូរស័ព្ទទៅរកម្ដាយបង្កើតរបស់នាងដោយនិយាយលេងពីដំណើរដើរភ្នំរួចក៏បិទទូរស័ព្ទទៅនៅពេលជាមួយគ្នានោះដែរនៅលើគណនីបណ្ដាញសង្គមរបស់រាជាក៏មានការបង្ហោះរូបថតរបស់ពួកគេទាំងពីរនាក់ដែលបង្ហាញពីស្នាមញញឹមយ៉ាងស្រស់ស្រាយហើយនោះឯងគឺជាពេលវេលាចុងក្រោយបង្អស់ដែលមានការតាក់ទងពីសូណាមនិងរាជានៅក្នុងដំណើរកម្សាន្តមួយនេះហើយចាប់ពីម៉ោងនោះមកក្រុមគ្រួសារបានព្យាយាមទូរស័ព្ទទៅរកពួកគេជាច្រើនដងប៉ុន្តែទូរស័ព្ទរបស់ពួកគេទាំងពីរនាក់
ត្រូវបានបិទរហូតមិនអាចតាក់ទងបានទៀតឡើយពីដំបូងគ្រប់គ្នាគិតថាវាអាចជាបញ្ហាដាច់សេវានៅលើភ្នំដាច់ស្រយាលប៉ុន្តែនៅពេលដែលពេលវេលាបានកន្លងផុតទៅជាច្រើនម៉ោងរហូតដល់ដាច់យប់ក្តីបារម្ភរបស់គ្រួសារក៏បានប្រែក្លាយជាភាពភ័យខ្លាចខ្លាំងឡើងព្រោះពីមុនមកមិនដែលឃើញរាជាដាច់ការតាក់ទងយូរបែបនេះឡើយបន្ទាប់ពីការដាច់ទំនាក់ទំនងទាំងស្រុងអរយៈពេលជាច្រើនម៉ោងរហូតឆ្លងផុតមួយយប់ពេញស្ថានភាពបានប្រែប្រួលពីការងឿងឆ្ងល់ទៅជាភាពភ័យស្លន់ស្លោនៅថ្ងៃទី24ខែឧសភាឆ្នាំ2025ដោយមិនអាចបង្អង់យូរចាំដំណឹងនៅផ្ទះបានទៀតលោកវីពីនដែលត្រូវជាបងប្រុសបង្កើតរបស់រាជាបានសម្រេចចិត្តធ្វើដំណើរផ្ទាល់តាមជើងហោះហើរពីទីក្រុងឥណ្ឌ័រឆ្ពោះទៅកាន់រដ្ឋមេហាល័យភ្លាមៗនៅពេលទៅដល់ទីនោះគាត់បានប្រញាប់ប្រញាល់ចូលទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីដាក់ពាក្យបណ្ដឹងផ្លូវការឲ្យកងកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវនិងស្វែងរកមនុស្សបាត់ខ្លួនជាបន្ទាន់ដោយសារតែរាជានិងសូណាមគឺជាកូនចៅដែលមកពីគ្រួសារអ្នកជំនួញលំដាប់សេដ្ឋីមានឥទ្ធិពលនិងមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមករណីបាត់ខ្លួននេះបានក្លាយជារឿងក្តីកម្រិតធ្ងន់និងជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់សូម្បីតែលោកមូហានយ៉ាដាវដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋមេត្យាប្រទេសក៏បានធ្វើការទំនាក់ទំនងនិងជជែកផ្ទាល់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋមេហាល័យដើម្បីស្នើសុំឲ្យមានការយកចិត្តទុកដាក់ខ្ពស់និងជំរុញចំណាត់ការស៊ើបអង្កេតឲ្យបានលឿនបំផុតបន្ថែមពីនេះព័ត៌មាននៃការបាត់ខ្លួនរបស់គូស្នេហ៍ហៃសូមួយគូនេះបានចាប់ផ្ដើមផ្ទុះឡើងនិងគ្របដណ្ដប់ទំព័រមុខនៃសារព័ត៌មានជាតិក្នុងប្រទេសឥណ្ឌាភ្លាមនោះប៉ូលីសរដ្ឋមេហាល័យបានសហការជាមួយក្រុមសង្គ្រោះបន្ទាន់ថ្នាក់ជាតិ NDRF និង SDRS បង្កើតក្រុមប្រតិបត្តិការរុករកទ្រង់ទ្រាយធំដើម្បីស្វែងរកប្តីប្រពន្ធថ្មីថ្មោងទាំងពីរនាក់ដោយក្តីសង្ឃឹមថាពួកគេនឹងនៅមានជីវិតនៅក្នុងដំណាក់កាលដំបូងប៉ូលីសបានចុះទៅពិនិត្យគ្រប់ទីកន្លែងដែលពួកគេបានទៅរហូតដល់រកឃើញម៉ូតូដែលពួកគេបានជួលត្រូវបានទុកចោលនៅក្បែរហាងកាហ្វេមួយកន្លែងប៉ុន្តែនៅជុំវិញនោះមិនមានតម្រុយមនុស្សឬដានជើងអ្វីទាំងអស់រហូតដល់ថ្ងៃទី27ខែឧសភាក្រុមរុករកបានប្រទះឃើញកាបូបស្ពាយមួយរបស់ពួកគេត្រូវបានប្លង់ចោលនៅក្បែរមាត់ចលងភ្នំប៉ុន្តែជាអកុសលស្ថានភាពអាកាសធាតុនៅលើភ្នំនាពេលនោះបានប្រែប្រួលអាក្រក់ខ្លាំងណាស់មានចុះអាប់ខ្លាំងភ្លៀងធ្លាក់ខ្លាំងជាប់គ្នានិងមានផ្លូវដីភក់រអិលខ្លាំងដែលបង្ខំឲ្យក្រុមសង្គ្រោះបន្ទាន់ត្រូវដកឃ្លាផ្អាកប្រតិបត្តិការស្វែងរកមួយរយៈដើម្បីសុវត្ថិភាពលុះដល់ថ្ងៃទី30ខែឧសភានៅពេលដែលមេឃចាប់ផ្ដើមស្រឡះបន្តិចកងកម្លាំងចម្រុះទាំងអស់ក៏ចាប់ផ្ដើមបើកយុទ្ធនាការរុករកមនុស្សបាត់ខ្លួនសារជាថ្មីដើម្បីឲ្យកាន់តែងាយស្រួលនៅក្នុងវគ្គរុករកនេះដោយសារតែតំបន់ទឹកធ្លាក់វាយសាវដុងហ៊ុំព័ទ្ធទៅដោយព្រៃឈើក្រាស់និងមានជ្រលងភ្នំដ៏ជ្រៅខ្លាំងដែលមនុស្សមិនអាចដើរចុះទៅពិនិត្យដោយផ្ទាល់បានប៉ូលីសក៏បានសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើបគឺការបង្ហោះដ្រូនដើម្បីថតស្កេនស្វែងរកតម្រុយពីលើអាកាសយ៉ាងលម្អិតគ្រប់គ្នានៅតែបន្តបន់ស្រន់សូមឲ្យគូស្នេហ៍ទាំងពីរនាក់នេះមានសុវត្ថិភាពប៉ុន្តែក្តីសង្ឃឹមទាំងឡាយត្រូវបានរលាយបាត់សូន្យនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025តាមរយៈរូបភាពវីដេអូដែលត្រូវបានថតដោយដ្រូនប៉ូលីសបានប្រទះឃើញវត្ថុម្យ៉ាងដែលមានសន្តានដូចជាមនុស្សធ្លាក់ចូលទៅក្នុងបាតជលងភ្នំដ៏ជ្រៅមួយដែលមានជម្រៅចន្លោះពី150ទៅ200ហ្វីតភ្លាមនោះក្រុមសង្គ្រោះបន្ទាន់បានប្រើប្រាស់ខ្សែពួរនិងឧបករណ៍ជំនាញជួយសម្របខ្លួនចុះទៅខាងក្រោមទាំងលំបាកដើម្បីទៅពិនិត្យមើលជាក់ស្ដែងនៅពេលទៅដល់ទើបក្រុមសង្គ្រោះបន្ទាន់បានដឹងថាវត្ថុនោះគឺជាសាកសពប្រុសម្នាក់ហើយពួកគេក៏បានរៀបចំស្រង់យកជនរងគ្រោះនោះឡើងមកលើវិញនៅពេលដែលសាកសពត្រូវបាននាំយកមកដល់លើប៉ូលីសបានធ្វើការពិនិត្យយ៉ាងលម្អិតទៅលើភិនភាគដោយសារតែជនរងគ្រោះបានទៅនៅក្នុងព្រៃភ្នំជាច្រើនថ្ងៃធ្វើឲ្យផ្ទៃមុខមានការប្រែប្រួលប៉ុន្តែប៉ូលីសបានសម្គាល់ទៅលើតម្រុយច្បាស់លាស់ពីរយ៉ាងទី1គឺស្នាមសាក់នៅលើស្បែកដៃនិងទី2គឺនាឡិកាដៃ Smart Watch ដែលជនរងគ្រោះបានពាក់ជាប់នឹងដៃលោកវីពីនដែលត្រូវជាបងប្រុសបង្កើតនិងរងចាំមើលការងាររបស់ប៉ូលីសដោយផ្ទាល់បានពិនិត្យស្នាមសាក់និងនាឡិកាដៃនោះរួចក៏បានស្រែកយំនិងបញ្ជាក់ប្រាប់ប៉ូលីសជាផ្លូវការថានេះពិតជាសាកសពរបស់រាជាដែលជាប្អូនប្រុសបង្កើតរបស់គាត់ពិតប្រាកដមែនចំណែកឯសូណាមដែលជាប្រពន្ធគឺមិនមានវត្តមាននៅក្បែរនោះឡើយនាងបានបាត់ខ្លួនទៅដោយគ្មានដាននៅដំណាក់កាលដំបូងនេះ
ទាំងប្រព័ន្ធផ្សព្វផ្សាយនិងអ្នកស្រុកជុំវិញសុទ្ធតែដាក់ការសន្និដ្ឋានទៅលើរឿងពីរទី1គឺពួកគេអាចនឹងរអិលជើងធ្លាក់ពីលើភ្នំដោយគ្រោះថ្នាក់ចៃដន្យហើយទី2ពួកគេអាចនឹងជួបនឹងករណីក្រុមចោរប្លន់យកទ្រព្យសម្បត្តិរួចធ្វើបាបរាជានិងចាប់ចម្រិតសូណាមយកទៅបាត់ដើម្បីដោះស្រាយរាល់មន្ទិលសង្ស័យនិងស្វែងរកមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតប៉ូលីសបានបញ្ជូនសាកសពរបស់រាជាទៅកាន់មន្ទីរពេទ្យធំមួយនៅក្នុងទីក្រុងដើម្បីឲ្យគ្រូពេទ្យជំនាញធ្វើកាសវិច័យនិងពិនិត្យផ្នែកវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់បំផុតនៅពេលដែលលទ្ធផលនិងរបាយការណ៍ផ្លូវការពីគ្រូពេទ្យកាសវិច័យត្រូវបានចេញមកគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងហើយធ្វើឲ្យមនុស្សគ្រប់គ្នាមានការតក់ស្លុតជាខ្លាំងលទ្ធផលវិទ្យាសាស្ត្របានបង្ហាញយ៉ាងច្បាស់ថាជនរងគ្រោះមិនមែនបាត់បង់ជីវិតដោយសារការធ្លាក់ពីលើទីខ្ពស់ឬគ្រោះថ្នាក់ចៃដន្យឡើយដោយផ្អែកលើស្ថានភាពជនរងគ្រោះគ្រូពេទ្យពិនិត្យឃើញថាមានស្នាមប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរចំលលាក្បាលបណ្ដាលមកពីការវាយប្រហារដោយវត្ថុរឹងនិងមុតស្រួចហើយមានស្នាមរបួសពីផ្នែកខាងមុខនិងផ្នែកខាងក្រោយក្បាលការវាយប្រហារនោះធ្ងន់ធ្ងរខ្លាំងរហូតដល់ធ្វើឲ្យឆ្អឹងលលាក្បាលរបស់គាត់ត្រូវរងការខូចខាតផ្អែកលើរបាយការណ៍បច្ចេកទេសវិទ្យាសាស្ត្រដ៏ច្បាស់លាស់នេះភ្លាមប៉ូលីសបានទាត់ចោលការសន្និដ្ឋានរឿងគ្រោះថ្នាក់ចៃដន្យហើយបានកំណត់យ៉ាងម៉ឺងម៉ាត់ថានេះមិនមែនជារឿងក្តីបាត់ខ្លួនធម្មតាទៀតឡើយតែវាជារឿងក្តីព្រហ្មទណ្ឌនិងជាករណីឃាតកម្មដ៏ធំមួយដែលមានការរៀបចំផែនការទុកជាមុនយ៉ាងម៉ត់ចត់ហើយគោលដៅសង្ស័យដំបូងគេបង្អស់គឺបានធ្លាក់ទៅលើសូណាមដែលជាភរិយានិងបានបាត់ខ្លួនទៅនោះឯងបន្ទាប់ពីលទ្ធផលកាសវិច័យបានបញ្ជាក់យ៉ាងច្បាស់ថានេះជារឿងក្តីឃាតកម្មដ៏ធំកងកម្លាំងស៊ើបអង្កេតចម្រុះរបស់ប៉ូលីសបានចាប់ផ្ដើមប្រមូលរាល់ភស្តុតាងនៅជុំវិញកន្លែងកើតហេតុនិងពិនិត្យប្រវត្តិទំនាក់ទំនងទាំងអស់របស់ជនរងគ្រោះនិងអ្នកពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនេះប៉ូលីសបានរកឃើញអាវុធមុខស្រួចចំនួន2នៅក្បែរកន្លែងកើតហេតុដែលមានជាប់ស្នាមរាមដៃជាច្រើនព្រមទាំងសម្លៀកបំពាក់និងទូរស័ព្ទដៃដែលខូចខាតមិនយូរប៉ុន្មានខ្សែស្រឡាយនៃភស្តុតាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ចំនួន3ត្រូវបានលាតត្រដាងដែលវាបានបកអាក្រាតរបាំងមុខនៃរឿងរ៉ាវពិតទាំងអស់ភស្តុតាងទី1គឺទិន្នន័យទំនាក់ទំនងអាចកំបាំងប៉ូលីសបានធ្វើការឆែកមើលប្រវត្តិទូរស័ព្ទនិងទិន្នន័យខលចេញចូលរបស់សូណាមពួកគេបានរកឃើញទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺក្នុងរយៈពេល39ថ្ងៃចុងក្រោយនាងបានទូរស័ព្ទទៅកាន់លេខអាចកំបាំងមួយខ្សែរហូតដល់ទៅ239ដងអ្វីដែលគួរឲ្យសង្ស័យគឺការទំនាក់ទំនងនេះបានបន្តធ្វើឡើងជាប្រចាំទាំងមុនថ្ងៃរៀបការនិងក្រោយថ្ងៃរៀបការនៅពេលប៉ូលីសស្រាវជ្រាវតាមប្រព័ន្ធទិន្នន័យទើបដឹងថាលេខនោះបានចុះបញ្ជីដោយប្រើឈ្មោះคล้ายៗប៉ុន្តែអត្តសញ្ញាណពិតប្រាកដនៃម្ចាស់លេខនោះគឺបុរសម្នាក់ឈ្មោះថារាវគូស្វាហាតាមប្រវត្តិរាវគូស្វាហាគឺជាកម្មករស៊ីប្រាក់ខែធម្មតាម្នាក់នៅក្នុងរោងចក្ររបស់គ្រួសារសូណាមហើយអ្នកទាំងពីរមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នាយ៉ាងស៊ីជម្រៅភស្តុតាងទី2គឺកាមេរ៉ាសុវត្ថិភាពនិងទិន្នន័យទីតាំងប៉ូលីសបានប្រមូលទិន្នន័យកាមេរ៉ាសុវត្ថិភាពពីរាប់រយទីតាំងដែលរាជានិងសូណាមបានធ្វើដំណើរឆ្លងកាត់ប៉ូលីសបានរកឃើញថាមានបុរសសង្ស័យចំនួន3នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថាវិសាលអាកាសនិងអាណាន់ពួកគេទាំង3នាក់នេះបានធ្វើដំណើរលួចតាមពីក្រោយគូស្នេហ៍ថ្មីថ្មោងនេះគ្រប់ជំហាននិងគ្រប់ទីកន្លែងតាមរយៈការឆែកទីតាំងនិងទំនាក់ទំនងទូរស័ព្ទឃើញថាបុរសទាំង3នាក់នេះមានទំនាក់ទំនងជាប់ជានិច្ចជាមួយរាវគូស្វាហាដែលជាប្រុសស្នេហ៍លួចលាក់របស់សូណាមភស្តុតាងទី3គឺលទ្ធផល DNA នៅក្បែរមាត់ចលងភ្នំដែលជាកន្លែងកើតហេតុប៉ូលីសបានរកឃើញអាវភ្លៀងមួយដែលត្រូវបានគេប្លង់ចោលនៅពេលយកទៅពិនិត្យកាសវិច័យនៅក្នុងមន្ទីរពិសោធន៍លទ្ធផល DNA និងស្នាមរាមដៃនៅលើអាវភ្លៀងនោះគឺត្រូវគ្នានឹង DNA របស់សូណាមទាំងស្រុងលើសពីនេះនៅក្នុងបន្ទប់សន្តាគារប៉ូលីសបានរកឃើញថាសូណាមបានដោះមង្គលសូត្រនិងចិញ្ចៀនអាពាហ៍ពិពាហ៍ទុកចោលទាំងអស់នៅក្នុងកាតាបនេះជាសញ្ញាបញ្ជាក់ថានាងបោះបង់ចំណងអាពាហ៍ពិពាហ៍នេះខ្ញុំបាទសូមអធិស្ឋានអ្នកទាំងអស់គ្នាពាក្យថាមង្គលសូត្រនៅក្នុងប្រពៃណីឥណ្ឌាខ្ញុំបាទអត់យល់ថាជាអ្វីទេហើយចំពោះការអានឈ្មោះជាភាសាអង់គ្លេសក៏អាចនឹងមានការខុសបន្តិចបន្តួចខ្ញុំបាទសូមបន្តដោយផ្អែកលើខ្សែស្រឡាយភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំទាំងនេះប៉ូលីសបានសន្និដ្ឋានថាសូណាមមានទំនាក់ទំនងស្នេហាជាមួយរាវគូស្វាហាដែលជាកម្មករនៅក្នុងរោងចក្ររបស់នាងជាយូរមកហើយប៉ុន្តែនាងត្រូវបានគ្រួសារបង្ខំឲ្យរៀបការជាមួយរាជាព្រោះតែឋានៈ
និងទ្រព្យសម្បត្តិដោយសារតែនាងមិនពេញចិត្តនឹងការបង្ខំចិត្តនេះនាងនិងប្រុសស្នេហ៍ក៏បានរៀបចំផែនការលាក់កំបាំងមួយនាងបានបបួលប្តីមកក្រេបទឹកឃ្មុំនៅក្នុងតំបន់ភ្នំដាច់ស្រយាលនៃរដ្ឋមេហាល័យព្រោះគិតថាវាជាទីតាំងងាយស្រួលនិងសុវត្ថិភាពសម្រាប់រៀបចំផែនការចំណែកឯរាវគូស្វាហាវិញបានជួលបពពួកទាំង3នាក់ឲ្យធ្វើដំណើរលួចតាមពីក្រោយដើម្បីសម្រេចផែនការបញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះក្រោយពេលកើតហេតុសូណាមបានរត់គេចទៅលាក់ខ្លួននៅតាមទីក្រុងនិងរដ្ឋជាច្រើនរហូតដល់យប់ថ្ងៃទី9ខែមិថុនាឆ្នាំ2025នាងបានដើរចូលទៅខ្ចីទូរស័ព្ទគេនៅក្នុងហាងបាយមួយកន្លែងក្នុងរដ្ឋយូតាប្រាដេសដើម្បីខលរកបងប្រុសរបស់នាងគឺហ្គូវិនដានៅក្នុងទូរស័ព្ទនោះបងប្រុសរបស់នាងបានដឹងរឿងភ្លាមក៏បានប្រាប់ឲ្យម្ចាស់ហាងបាយរាយការណ៍ទៅកាន់ប៉ូលីសឲ្យមកឃាត់ខ្លួននាងតែម្ដងនៅពេលត្រូវបានប៉ូលីសឃាត់ខ្លួនសូណាមបានព្យាយាមកុហកនិងបដិសេធថាខ្លួនជាជនរងគ្រោះដែលត្រូវបានគេចាប់ជំរិតប៉ុន្តែនាងមិនអាចរួចខ្លួនពីភស្តុតាង DNA និងទិន្នន័យវិទ្យាសាស្ត្ររបស់ប៉ូលីសបានឡើយភ្លាមនោះប៉ូលីសបានបន្តឃាត់ខ្លួនរាវគូស្វាហានិងបពពួក3នាក់ទៀតបានទាំងអស់បច្ចុប្បន្ននេះជនពាក់ព័ន្ធសំខាន់ទាំងអស់កំពុងស្ថិតនៅក្នុងការឃុំឃាំងនៅក្នុងគុកដើម្បីរងចាំការកាត់ទោសទៅតាមផ្លូវច្បាប់នៅក្នុងតុលាការករណីនេះបានបន្សល់ទុកនៅសារដាស់តឿនជាច្រើនអំពីផលវិបាកនៃការប្រើប្រាស់អារម្មណ៍ឆេវឆាវនិងផ្លូវងងឹតការដោះស្រាយបញ្ហាជីវិតឬបញ្ហាស្នេហាដោយការប្រើប្រាស់ល្បិចកលនិងអំពើខុសច្បាប់មិនដែលនាំមកនូវសេចក្តីសុខពិតប្រាកដនោះឡើយនៅទីបំផុតវានាំមកតែការបាត់បង់និងសោកនាដកម្មដែលបំផ្លាញទាំងអនាគតខ្លួនឯងនិងគ្រួសារការបំផ្លាញអ្នកដទៃវាប្រៀបដូចជាការបំផ្លាញខ្លួនឯងដែរគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយប៉ុន្តែសូមជ្រើសយកដំណោះស្រាយណាដែលល្អបំផុតនិងត្រឹមត្រូវតើអ្នកទាំងអស់គ្នាមានមតិយោបល់យ៉ាងណាដែរចំពោះករណីមួយនេះសូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានវីដេអូរឿងក្តីពិតៗជាបន្តបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ